mày đang chơi là đỏ hái chơi lên cái đập thanh của bên bà chấm được số bốc mai bông bông từng óc này bà sau mình chơi mà tua sana bà tu chùm nuôi mùi cú đi bà cứ chỉ caประกวดระเวียงบักไซตะคางไกรដែលមានឯកសន្តានពណ៌បៃតងខ្ចីនោះបាទគឺជាទូកដែលមានឈ្មោះថាដេចជះព្រះវេសវណ្ណបាទសវណ្ណនារីមានជ័យបាទទូកនេះគឺស្ថិតនៅក្នុងវត្តបន្ទាយដែកបាទឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្ដាលបាទចំណែកឯខ្សែទឹកខាងក្នុងបាទឯកសន្តានពណ៌បៃតងចាស់នេះគឺជាទូកដែលមានឈ្មោះថាផ្គរលាន់បាទទូកផ្គរលាន់នេះគឺស្ថិតនៅក្នុងវត្តមនីសាគរខ្ចៅបាទឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមបាទលើកំពុងតែចាញ់ព្រៀបតិចតួចហើយបាទមកជើងចង្វាមិនដូចល្បីល្វាន់ដល់កបាទខ្សែទឹកខាងក្នុងបាទទូកផ្គរលាន់នេះគឺល្បឿនគាត់គឺមិនអន់ទេបាទទៅតាមខ្ញុំតាមដានមករហូតដែរបាទការប្រកួតបាទនៅខេត្តកំពង់ចាមអីបាទល្បឿនគាត់ទូកថ្មីនេះគឺមិនអន់ទេបាទលើកំពុងចាញ់ព្រៀបបាទចាញ់ព្រៀបបាទទៅលើសវណ្ណនារីតិចតួចបាទតាមតមិនតាន់បើសិនជាជើងចង្វាគាត់បាទអាចថាមិញល្អជើងចង្វាអាចទូកនេះអាចតាមតតែជើងចង្វាមិញរៀងលពាន់គ្នាខ្សែទឹកខាងក្នុងបាទផ្គរលាន់បាទសម្រាប់ជើងទី1នេះគឺខ្សែទឹកខាងក្នុងខ្សែទឹកចំខ្សែទឹកអត់សូវល្អទៀតបាទខ្សែទឹកខាងក្រៅល្អមែនតើបាទឥឡូវមកដល់ទីព្រ័ត្រគឺសវណ្ណនារីបាទទទួលជ័យជំនះបាទប្រហែលជាពាក់កណ្ដាលទូកបាទទៅលើផ្គរលាន់ឥឡូវផ្លាស់ប្ដូរមកខ្សែទឹកបាទផ្លាស់ប្ដូរខ្សែទឹកនៅក្នុងជើងទី2នេះគឺបាទផ្គរលាន់ស្ថិតនៅខ្សែទឹកខាងក្រៅបាទចំណែកឯសវណ្ណនារីផ្លាស់មកនៅខាងក្នុងវិញបាទជើងចង្វារបស់ផ្គរលាន់បើនិយាយតាមត្រង់ទៅអត់សូវល្អបាទក្នុងការប្រកួត2ជើងនេះអត់សូវល្អគាត់រៀងលំពាន់ជើងចង្វានេះទាំងពីរជើងបាទទូកបាទសវណ្ណនារីបាទជើងចង្វាវិញនិយាយពីសវណ្ណនារីបន្តិចបាទទូកប្រទេសដៃនេះគឺជើងចង្វាឆ្នាំ2025នេះគឺល្អមែនតើហ្មងដោយសារគាត់មានការវឹកហាត់បាទក្បាច់ហ្នឹងគេហៅថាអ្នកលេងពីរក្បាច់ណាបាទហើយចំណុះនេះបាទអាចមួយឆ្នាំ2ឆ្នាំទៅមុខទៀតក៏អាចថាជាចំណុះដែលល្បីឈ្មោះមិនខានទេបាទឲ្យតែគាត់ប្រឹងហាត់បាទក្បាច់នេះគឺក្បាច់មិនអន់ទេបងប្អូនដឹងហើយក្បាច់នេះ